មសូមគ្រប់បាទអ៊ំប្រុសអ៊ំស្រីបងប្រុសបងស្រីដែលជាអាណាព្យាបាលរបស់សិស្សានុសិស្សយើងទាំងអស់និងសូមគ្រប់តែនាំលោកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសយ៉ាងខ្លាំងដែលបានឡើងមកនៅកម្មវិធីចែកអនុសាសន៍ជូនបងប្អូនសិស្សានុសិស្សដែលទទួលបានជ័យលាភីសម្រាប់ថ្នាក់លេខ1លេខ2លេខ3បាទប្រចាំត្រីមាសទី2ឆ្នាំ2023តាមពិតក៏យើងចប់យូរដែរហើយក៏ប៉ុន្តែដោយសារការរៀបចំវាអត់ទាន់បាទអញ្ចឹងអធិស្ឋាននៅក្នុងការរៀបចំយឺតយ៉ាវក៏ប៉ុន្តែលើកក្រោយប្រហែលជាអាចស្រូបជាងនេះបាទនៅក្នុងចំណាត់ថ្នាក់ប្រចាំត្រីមាសឆមាសទី2បញ្ចប់សិស្សដែលទទួលបានចំណាត់ថ្នាក់បាទលេខ1លេខ2លេខ3គឺសរុបចំនួន98នាក់បាទតាំងពីព្រឹករសៀលនិងវេនពេលល្ងាចបាទហើយស្រីនេះគឺ61នាក់បាទហើយតាមពិតទៅកម្មវិធីបុគ្គលបានអាសានេះគឺមានជារៀងរាល់6ខែម្ដងក៏ប៉ុន្តែលើកមុនបាទខាងខ្ញុំបាទហ្នឹងគឺអត់ដែលបានរៀបចំបាទដោយលើកនេះទេបាទប៉ុន្តែ